ក្មេងស្រីម្នាក់ផ្លុំខ្យល់ដាក់ជ្រូកមេជារៀងរាល់ថ្ងៃទោះបីជាខ្វះអុកស៊ីសែនដល់ថ្នាក់វិលមុខក៏ដោយក៏នាងនៅតែត្រូវផ្លុំឲ្យគ្រប់12ម៉ោងមិនយូរប៉ុន្មាននាងក៏អាចផ្លុំជ្រូកមេដែលធ្ងន់រាប់រយគីឡូឲ្យហោះបានយូរទៅសូម្បីតែស្លឹកឈើក៏ត្រូវបានក្មេងស្រីផ្លុំឲ្យក្លាយជាអាវុធដ៏មុតស្រួចថ្ងៃមួយនាងគ្រាន់តែផ្លុំខ្យល់ដាក់ខ្ទមរបស់គ្រូដោយចៃដន្យនឹកស្មានមិនដល់ថាវាធ្វើឲ្យខ្ទមឆេះភ្លាមគ្រូឃើញនាងបង្កបញ្ហាម្ដងទៀតថែមទាំងធ្វើឲ្យគាត់មិនអាចរស់នៅដោយសុខសាន្តបានឡើយទើបសម្រេចចិត្តឲ្យនាងចុះពីលើភ្នំដើម្បីទៅសួរសុខទុក្ខគ្រួសារស្របពេលដែលព្រះអង្គម្ចាស់ក្ត្រីកំពុងរៀបចំការប្រកួតក្បាច់គុនជ្រើសរើសឃើញមនុស្សប្រែយកឈ្នះលើអ្នកខ្លាំងជាច្រើននិងចិត្តទទួលបានជ័យជំនះចុងក្រោយក្មេងស្រីក៏សម្រេចចិត្តឡើងសង្វៀនយេអ៊ីកុំបង្ហាញថាឯងជាស្រីឲ្យសោះបើមិនដូច្នោះទេមិនមែនតែខ្ញុំទេសូម្បីតែម្ដាយរបស់ឯងត្រកូលយាទាំងមូលនឹងត្រូវទទួលទោសប្រហារជីវិតជុំបន្ទាប់យាយ៉ាវជូកូនប្រុសត្រកូលយាពីក្រុងឈីងចៅប្រកួតជាមួយអ្នកវីស្គរពីភូមិខាងជើងផូប៉ាហុងខ្ញុំមិនមែនជាយាយ៉ាវជូទេហើយក៏មិនមែនជាកូនប្រុសត្រកូលយាដែរមើលឲ្យច្បាស់ចុះខ្ញុំជាស្រីយេអ៊ីស្រីអីទៅហាព្រះឲ្យតើប្រុសក្នុងស្រុកនេះងាប់អស់ហើយឬបានជាបញ្ជូនស្រីម្នាក់មកប្រកួតឬមួយបើស្រីនេះឈ្នះពួកឯងនឹងលើកព្រះនាងឲ្យរៀបការជាមួយវាហាបើថែមទៀតក៏មិនអីដែរហានេះវាជាការអាម៉ាស់មុខបំផុតសម្រាប់ជាតិយើងជារឿងមិនសមហេតុផលបំផុតស្រីចូលក្នុងរាជវាំងក៏មានទោសប្រហារជីវិតទៅហើយចុះហេតុអ្វីឲ្យមកតំណាងឲ្យកោដាយ៉ានយើងប្រកួតទៀតព្រះអង្គបើដំណឹងនេះលេចជាចេញទៅតានកោដាយ៉ានយើងនឹងយកមុខទៅទុកឯណានឹងត្រូវគេសើចចំអកពេញមួយជីវិតជាមិនខានព្រះអង្គទូលព្រះបង្គំយោថាកាត់ដេរសងថ្លៃចាញ់ក៏មិនអាចឲ្យស្រីមកធ្វើឲ្យអាម៉ាស់មុខបែបនេះបានដែរសូមព្រះអង្គបញ្ជាឲ្យកាត់គនាងនេះចោលភ្លាមទៅហាចាងឆាវនេះឬដែលឯងហៅថាជាអ្នកជំនាញមិនក៏ជាស្រីទៅវិញព្រះអង្គមុននេះទូលព្រះបង្គំមិនដឹងពិតមែនថានាងជាស្រីគំរូនៃបុរសម្នាក់ចុះបើជានាងជាស្រីវិញតើមានបញ្ហាអ្វីតែការពិតនាងប្រើតែមួយក្បាច់ក៏អាចផ្ដួលឃាតពួកមនុស្សព្រៃផ្សៃបានបើនាងមិនអាចប្រយុទ្ធបាននគរដាយ៉ានយើងប្រហែលគ្មានអ្នកណាស៊ូនឹងគេបានទៀតទេមួយក្បាច់កម្លាំងស្រីតូចស្ដើងសំបីតែកម្លាំងចង់មន់ក៏គ្មានជារឿងដែលមិនអាចទៅរួចទេចាំងតុងលីងកុំនិយាយផ្ដេសផ្ដាសអាចាស់ក្បាលរឹងរវាងខ្ញុំនិងឯងអ្នកណាដឹងច្បាស់ជាងគ្នាលួងឪពុកឲ្យគ្រាដែលប្រទេសជាតិជួបវិបត្តិចាំបាច់អ្វីត្រូវបែងចែកប្រុសស្រីបើយេអ៊ីជាស្រីម្នាក់ក៏អាចយកឈ្នះពួកមាបានតើវាមិនមែនជាការបង្ហាញពីអំណាចរបស់នគរដាយានយើងឬនឹងបង្ហាញថាពួកមាគ្មានសមត្ថភាពការប្រកួតនៅចំពោះមុខព្រះភ័ក្ត្រថ្ងៃនេះមិនបានកំណត់ព្រំដែនប្រទេសក៏មិនបានកំណត់ប្រុសស្រីដែរទោះបីជាការរើសគូស្រករតែក៏ជាការជ្រើសរើសអ្នកមានសមត្ថភាពទូទាំងនគរជាពលរដ្ឋនគរដាយានដែលមានបំណងបម្រើជាតិតើមានអ្វីខុសទៅយេអ៊ីបើក្មួយឈ្នះការប្រកួតនេះមានប្រាក់កែវកងសម្ពុតអវល្អឬរៀបការចូលត្រកូលអភិជនចង់បានអ្វីបតានឹងប្រទានឲ្យក្មួយទាំងអស់ព្រះអង្គម្ចាស់ក្មួយមិនត្រូវការរបស់ទាំងនេះទេចុះក្មួយចង់បានអ្វីក្មួយចង់ឲ្យព្រះអង្គចេញព្រះរាជក្រឹត្យដល់ស្ត្រីទូទាំងនគរព្រះរាជក្រឹត្យអ្វីអនុញ្ញាតឲ្យស្ត្រីរៀនក្បាច់គុនអនុញ្ញាតឲ្យស្ត្រីប្រឡងមន្ត្រីអនុញ្ញាតឲ្យស្ត្រីអាចឈរនៅក្រោមផ្ទៃមេឃនេះដោយថ្លៃថ្នូរបានក្នុងនាមជាស្ដេចមួយព្រះអង្គពាក្យសម្ដីគឺជាសច្ចៈឲ្យតែឯងឈ្នះការប្រកួតនេះបតានឹងសម្រេចតាមបំណងទាំងអស់យេអ៊ីសូមផ្ដល់អនុហាហាល្អស្រីម្នាក់នេះពិតជាមានមហិច្ឆតាខ្លាំងណាស់ក្នុងពេលដែលឯងចង់ស្លាប់យើងនឹងបំពេញបំណងឯងចូលជ្រើសរើសអាវុធមកដែលលំពេងដំបងឬខែបើអ្នកអាចទប់មួយក្បាច់របស់ខ្ញុំបានដោយមិនស្លាប់នោះអ្នកជាអ្នកឈ្នះនេះគឺជាអាវុធរបស់ខ្ញុំគួរឲ្យអស់សំណើចណាស់ពិតជាអស្ចារ្យមែននាងពិតជាមនុស្សឆ្កួតមែនគិតចង់កំចូលចាក់សក់ទៅទប់នឹងដាវដែលសម្លាប់មនុស្សឆ្កួតទៅហើយមែនទេឬមួយចង់អូសទាញគ្រួសារឲ្យស្លាប់ទាំងអស់គ្នាមែនទេហាលោកមេតបម៉ាន់អ៊ីប្រយ័ត្នផងណាប្រយ័ត្នចុងជុលនោះចាក់មុតស្បែកណាហារឿងអីហ្នឹងអ្នកកំពុងតែប្រមាថខ្ញុំចំពោះអ្នកគ្រាន់តែម្ជុលមួយដើមនេះក៏គ្រប់គ្រាន់ដែរគ្រោះថ្នាក់ខ្លាំងណាស់ម៉ាន់អ៊ីម្នាក់នេះមិនត្រឹមតែមិនចេះយោគយល់ទេថែមទាំងប្រើញួរទម្លុះមេឃទៀតផងញួរទម្លុះមេឃមែនទេព្រះអង្គក្នុងសមរភូមិច្រកយ៉ានមានការពីមុនម៉ាន់អ៊ីបានប្រើញួរនេះវាបំបែកទ្វារទីក្រុងដែលធ្វើពីដែកសុទ្ធនិងវាកំទេចក្បាលតបសេះពីដែក 3000 នាក់ឲ្យខ្ទេចខ្ទីនេះគឺជាក្បាច់សម្លាប់ដែលមានអានុភាពកំទេចពិភពលោកម៉ាន់អ៊ីជាស្រីសោះហេតុអ្វីប្រើកម្លាំងសាហាវបែបនេះនេះមិនមែនជាការប្រកួតដាច់ញៀនទេនេះវាដូចជាការប្រកាសសង្គ្រាមមកលើរាជវង្សយើងច្បាស់ណាស់បើអញ្ចឹងតើនាងមិនស្លាប់ដោយគ្មានផ្លូវរស់ទេវាលឿនពេកខ្ញុំមើលតាមចលនានាងមិនទាន់ឡើយយឺតយ៉ាវពេកហើយរឹងពេកមិនអាចនៅបានយូរទន់ជ្រាយពេកក៏មិនអាចការពារបានក្នុងពេលដែលអ្នកទាំងឡាយធ្វើមិនបានគឺខ្ញុំនឹងធ្វើវាឲ្យមើលចាំទុកថាឲ្យតែចិត្តនៅតែស៊ូគ្រប់យ៉ាងនឹងអាចឆ្លើយតបមកវិញបាន
ដុំនេះវាចុះទៅទេវតាក៏ជួយមិនរួចដែរមិនត្រឹមត្រូវទេអ្វីដែលមិនត្រឹមត្រូវថាមពលនៅតែមិនទាន់រលាយឬមួយក៏មើលនោះអ្នកដែលបានទស្សនាមកដល់ត្រង់នេះសូមជួយចុចបេះដូងដើម្បីគាំទ្រអ្នកនិពន្ធផងចុចលើដុំភ្ជាប់នៅខាងឆ្វេងដៃក្រោមដើម្បីទស្សនាភាពពេញដោយឥតគិតថ្លៃ